សូមអ្នកនាសិកាក្រាបថ្វាយបង្គំព្រះបរមសាស្តាព្រះសម្មាសម្ពុទ្ធព្រមទាំងប្រធរនិងព្រះអរិយសង្ឃដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាសពការអមរកាយគ្រប់ផាន់គុំលំចាស់គ្រប់គ្រប់ព្រះអង្គជាទីគោរពសក្ការៈនិងជំរាបសួរអបប្រោះអំថ្លៃបងប្រុសបងស្រីបងប្រុសស្រីទាំងអស់ទៀតដោយសេចក្តីគោរពកោតក្រែងនិងជ្រះថ្លានិងរីករាយជ្រះថ្លាអនុមោទនីនៅព្រះអង្គដែលមានប្រភេទនៅក្នុងលេខគ្នា77ដល់94ទៀតនឹងដែលព្រះដែលមានប្រភេទព្រះអង្គទូលសម្ដែងអំពីអនុបស្សនា2គឺអនុបស្សនាទី1អនុបស្សនាទី2ពាក្យថាអនុបស្សនាវាមកពីពាក្យថាអនុហើយនិងវិបស្សនាអនុនោះគឺតាមឃើញតាមរឿយពាក្យថាអនុនោះទៀតរឿយភាវនាទៀតអនុហ្នឹងហើយវិបស្សនាគឺការឃើញចឹងអនុបស្សនានឹងប្រែថាការឃើញរឿយមិនមែនឃើញតែម្ដងទេឃើញហើយឃើញទៀត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 នឹងហៅថាអនុបស្សនានឹងហើយអនុបស្សនាទី1នៅព្រះរាមាប្រភេទព្រះអង្គទ្រង់សម្ដែងនឹងមានអាចចឹងមិនទៀតណាហើយអនុបស្សនាទី2នឹងព្រះរាមាប្រភេទព្រះអង្គសម្ដែងនៅក្នុងលេខ0ហ្នឹង77ដល់94ហ្នឹងមានអាចចឹងមិនទៀតក្រៅទៀតហើយដោយសេចក្តីចាស់ថ្លាអត់មានសំណួរអីទេទៀតហើយសំណួរនៅក្នុងលេខគ្នាហ្នឹងក៏3មានទៀតតកតងទៅនឹងការចម្រើននៅវិបស្សនាហ្នឹងឯងយើងមិនមែនស្ដាប់ហើយយើងអត់ពិចារណាយើងត្រូវពិចារណានៅអត្តដែលព្រះអង្គសម្ដែងអនុបស្សនាទី1ហ្នឹងមានអីដែលព្រះរាមាប្រភេទព្រះអង្គទ្រង់ត្រាស់សម្ដែងថាសេចក្តីទុក្ខនេះកើតឡើងព្រោះមានអវិជ្ជាជាបច្ច័យនេះទេណានឹងសេចក្តីទុក្ខនឹងកើតឡើងជាតិចរិយានិងមរណៈនឹងឯងកើតឡើងព្រោះមានអវិជ្ជាជាបច្ច័យហើយកន្លែងខ្លះព្រះអង្គទ្រង់សម្ដែងថាសេចក្តីទុក្ខនេះកើតឡើងព្រោះមានការព្យាយាមជាបច្ច័យនេះទេណានឹងជាអនុបស្សនាទី1ចឹងយើងត្រូវយល់ទៀតណាត្រូវយល់ទៀតណាហ្នឹងហើយបើអត់យល់យើងត្រូវសួរហើយបើយើងអត់សួរយើងអត់ដឹងទៀតរឿងមិនក៏អត់យល់ហើយអត់សួរទៀតណាទៀតហ្នឹងហើយអញ្ចឹងបានយើងត្រូវចេះតែជំរុញគ្នាឲ្យសួរហ្នឹងទៀតហ្នឹងមិនមែនជាអ្នកចេះដឹងអីទេប៉ុន្តែយើងជំរុញគ្នាឲ្យសួរទៅយើងបានយល់ទៀតបានយល់ព្រះអង្គរបស់ព្រះអង្គកុំឲ្យយើងដើរទៅតាមផ្លូវខុសហ្នឹងកុំឲ្យយើងដើរតាមផ្លូវខុសដោយសារយើងអត់យល់អាចនឹងបញ្ចេញឈ្នះហ្នឹងតែព្រះដែលមានប្រភេទព្រះអង្គសម្ដែងដូចជាបានឧទាហរណ៍ពីម្សិលមិញហើយថាព្រះដែលមានប្រភេទព្រះអង្គសម្ដែងពីឧបាទានខណ្ឌនេះកើតឡើងហើយរលត់ណាកើតឡើងហើយរលត់ជាទុក្ខជាអនត្តាមិនទៀងជាទុក្ខជាអនត្តាជាដើមតែព្រះអង្គសម្ដែងអញ្ចឹងសម្ដែងថាមិនទៀងជាទុក្ខជាអនត្តាអញ្ចឹងហើយយើងទៅចម្រើនឲ្យឃើញមិនទៀងជាទុក្ខជាអនត្តានោះដោយមិនបានឲ្យបានស្គាល់នៅរូបធម៌និងនាមធម៌តាមសេចក្តីពិតទេចម្រើនអត់កើតមាននឹងទេនឹងបញ្ជាជាទុក្ខជាអនត្តាវានៅក្នុងសមាសនញ្ញាណជាបើគិតជាបរិញ្ញាគឺតៃរណបរិញ្ញាទៀតអញ្ចឹងតៃរណបរិញ្ញានេះកាលណាបើបហាញាតបរិញ្ញាមិនកើតទេតៃរណបរិញ្ញាក៏មិនមានដែរហើយយើងខំប្រឹងចម្រើនឲ្យបានតៃរណបរិញ្ញាហ្នឹងចម្រើនឲ្យឃើញថាមិនទៀងជាទុក្ខជាអនត្តាហ្នឹងហើយហ្នឹងហៅថាអត់ជល់អាចទៅស្ដាប់
ស្លាប់ធေါ်ទេណាចាស្លាប់មិនយល់អត់ចេះក្នុងការប្រណិប័តទេហើយមិនយល់មិនសួរទៀតរឹកតអត់ចេះទៀតអញ្ចឹងកាលណាឃើញថាมันទៀងជាទុកជាអនត្តានេះបានมันទៀងជាទុកជាអនត្តារបស់អីគឺជាมันទៀងជាទុកជាអនត្តារបស់រូបធម៌និងនាមធម៌នឹងឯងមិនមែនជាมันទៀងជាទុកអនត្តាអីក្រៅពីបរមត្ថនឹងទេយើងទៅទៀតហ្នឹងហើយយើងត្រូវយល់ទីហើយការដែលឃើញថាมันទៀងជាទុកជាអនត្តារបស់សភាវៈបរមត្ថនេះបានលុះតាតែឃើញថារូបធម៌និងនាមធម៌នេះការពីបច្ច័យបច្ច័យអតីតបច្ច័យបច្ចុប្បន្នសូម្បីតែបច្ច័យអតីតហ្នឹងក៏ជាបរមត្ថបច្ច័យបច្ចុប្បន្នក៏ជាបរមត្ថតែបរមត្ថទៅញ៉ាំងបរមត្ថមួយឲ្យកើតឡើងហ្នឹងមិនមែនជាអវិជ្ជមានបញ្ញត្តិទេតែជាបច្ច័យនឹងឲ្យបរមត្ថកើតឡើងនោះទេនិយាយចឹងទេណាហ្នឹងហើយដឹងច្រើនទៀតបច្ច័យហ្នឹងទៀតណាតតបញ្ញាបានឃើញពីបច្ច័យរបស់រូបធម៌និងនាមធម៌ចាស់ថ្លាមុតមមបរិបូរណ៍ហើយបានសមសនៈញាណហ្នឹងកើតឡើងទៀតនិយាយចឹងទេណាហ្នឹងហើយបច្ចយប្រេកហញ្ញាណនេះក៏ដូចគ្នាទៀតមិនមែនចម្រើនដល់ព្រាមដល់បច្ចយប្រេកហញ្ញាណនេះវាត្រូវចម្រើនពីនាមរូបបរិច្ឆេទញ្ញាណមកឲ្យបានឃើញថារូបធម៌នេះជារូបធម៌នេះជានាមធម៌តាមតែក្តីពិតដែលមានតែសភាវៈបរមត្ថគេនេះនាមរូបបរិច្ឆេទនេះទៅបរិបូរណ៍ហើយនឹងបរិបូរណ៍ហើយបានញ៉ាំងបច្ចយប្រេកហញ្ញាណនឹងកើតដែរបច្ចយប្រេកហញ្ញាណបរិបូរណ៍ហើយអត់តបរិបូរណ៍ទេអត់ទៅមុខទៀតបានទេតែតតបរិបូរណ៍បានញ៉ាំងឲ្យសមសនៈញាណកើតឡើងនេះសមសនៈញាណនឹងឯងដែលពុទ្ធចាស់បងប្អូនប្រុសស្រីទាំងអស់តែងតែថាមិនទៀងជាទុកជាអនត្តាឃើញបងប្អូនស្លាប់ទៅហ្នឹងថាអូមិនទៀងទេណោះសំគាល់ថាជីវិតហ្នឹងមិនទៀងឃើញទេដូចជាមានរឿងរ៉ាវអីផ្លាស់ប្ដូរអីថាអ្វីៗមិនទៀងវាផ្លាស់ប្ដូរអីមិនមែនមិនទៀងអញ្ចឹងទេអាហ្នឹងមិនមែនជាវិបស្សនាញាណទេការទិដ្ឋិរបស់លោកគ្រូអ្នកបញ្យលនឹងឯងនាំគេឲ្យយល់ខុសនៅក្នុងការឲ្យបានឃើញថារបស់មិនទៀងតាមសេចក្តីពិតហ្នឹងចឹងទៀតហ្នឹងចឹងយើងត្រូវមកសាកសួរនៅអត្តទៅស្វែងយល់នៅអត្តព្រះនាមានប្រភេទព្រះអង្គទ្រង់សម្ដែងឲ្យថាពិចារណានៅអត្តហ្នឹងតាមមើលបត្រៃបីដកតាមមិនស្រួលគឺកើតមច្ឆាទិដ្ឋិនឹងមច្ឆាទិដ្ឋិត្រង់ណាដូចខ្ញុំប្រកាសណាបានជម្រាបអញ្ចឹងថាព្រះអង្គសម្ដែងពីសមសនៈញាណដែលថាมันទៀងជាទុកអនត្តាហ្នឹងយើងអត់ដឹងថាការចម្រើនដល់มันទៀងជាទុកជាអនត្តាគឺចម្រើនពីនាមរូបបរិច្ឆេទញាណតាមលំដាប់ទៅបានដល់ហ្នឹងហើយយើងចាប់ផ្លឹកចម្រើនมันទៀងបណ្ដោយនេះអាចចម្រើនថាมันទៀងដែលมันស្គាល់ថាអ្វីជានាមរូបបរិច្ឆេទញាណហ្នឹងនឹងឯងហៅថាមច្ឆាទិដ្ឋិគឺនឹងហៅថាការប្រណិប័តខុសតែប្រណិប័តមិនទៀងតែម្ដងនឹងឯងគឺជាការប្រណិប័តខុសទៀតញាណមិនកើតឡើងទេបញ្ញាដែលឃើញថាមិនទៀងជាទុកជាអនត្តាហ្នឹងមិនកើតឡើងទេហេតុអីបានមិនកើតឡើងពីព្រោះថាការដែលអាចកើតឡើងនៅសមសនៈញាណនេះបានគឺលុះត្រាតែនាមរូបបរិច្ឆេទញាណកើតបរិបូរណ៍ហើយកើតបរិបូរណ៍ហើយក៏មិនទាន់ឃើញទៀតតតែបច្ចយប្រេកខញ្ញាណកើតបរិបូរណ៍ហើយបរិបូរណ៍យ៉ាងក្រៃលែងតាមដានសមសនៈញាណនឹងប្រកបបានបញ្ញាបានឃើញថាមិនទៀងជាទុកជាអនត្តានឹងបានអញ្ចឹងទៅទៀតណាហើយយើងទៅចាប់ភ្លាមមិនទៀងជាទុកជាអនត្តាអាហ្នឹងផ្លោះថ្នាក់ហើយញាណហ្នឹងមិនកើតឡើងទេវាបានត្រឹមតែការត្រេះនេះគិតហើយគិតទៅវាការសេចក្តីស្ងប់តិចហ្នឹងឯងអ្នកដែលមានទុកទៅក៏គិតអញ្ចឹងទៅក៏ស្ងប់តិចទៅហ្នឹងប៉ុន្តែមិនមែនជាតួវិបស្សនាទេនិយាយទៅទៀតហ្នឹង
การนับบันยัยปีวิปัสสนาคือการเคยเนี่ยเดี๋ยวนะการเคยจุดนะแต่มาดองhayเคยเนอไว้เคยเนอสอบเทียมเนี่ยได้เจ็บปอนะมากมันแม่นเคยเนอวิจิตรวิจิตรมีแต่ปัญญาโนเตนะมันแม่นเคยเนอปัญญาโนเตส่งไปแต่วิจิตรมีแต่ปัญญาทั้งกองมันแม่นจีวิปัสสนาได้คำทานร้อยวิจิตรมีแต่ปัญญาใช่เนี่ยนะนะจันทร์เคยจีบอระมัดนั่นมีแต่สัพพิเวะยักษ์นะบอระมัดมวยไปเชี่ยวไปใจอ้อยบอระมัดมวยกาลายมันแมนวิจิตรมีแต่ปัญญาเชี่ยวไปใจอ้อยบอระมัดกาลายนี่นั่งปัจจัยอะไรขาดอย่างเดียวเดี๋ยวจะใช้ได้หนึ่งไอ้ขนมอนุปัสสนาปีนี้ในพระองค์ตึงสมัยอนุปัสสนาตีมวยอนุปัสสนาตีปีนี้ก็ไปเยอะที่เยอะแต่พระองค์ตึงสมัยอย่างปีไอ้เด็ดขาดตุกเนี่ยการล้างโปรเมนกาเพียเยี่ยมเชียไปใจบางคนไอ้ตุกนี่มันการล้างโปรมันเมนกาเพียเยี่ยมเชียไปใจไม่ในอย่างไรตรงนี้มันการล้างเพราะมันมีการพียมเจียปัจจัยมวยเทศต้องการล้างเพราะมีการพียมเจียปัจจัยเปลี่ยนสำรายทอดมาหน้าปันไรอัดแล้วครองนั่งเห็นยังเตยเยอะอัดหนึ่งอัดถึงในนั่งยังเตยเยอะแต่พอต้องสำรายอย่างไรแต่ยังอัดเยอะที่ยังอัดเยอะของการปราณในบ้านเนี่ยสลับทอเยอะคือเนี่ยเจ็บปราณในบ้านเนี่ยสลับเท้ามันเยอะเลยไอ้แต่มันเจ็บปราณในบ้านนั่งคอปราบใกล้กับคอแต่เดียวเนี่ยดาร้านกับคอแต่เดียวไอ้ปัญญามันการล้างมันการล้างใครสมควรสักคลาการล้างเทียนทำงานสอนสอยถมเดียวประธานมันการล้างไอ้ยังสอนตอนทำมันการล้างแต่มีเราก้าสตับเราปอเราปอไปจ้านะเราปอมีเราก้าสตับยึดปะทอยยังเราเลิกด่าเตือนปราเนี่ยปราในบ้านจังเลยปราในบ้านแจ้เติร์ได้มาทำสมควรถัดมาเคยให้และปัจจัยเลยสลับให้เดียวปัจจัยบางเคยเปรียบโดยจีนี่เขาว่าสเตียบกูดำไรเทียนหนึ่งจังเทียนถ้าดำไรนั่งเมียนเรียนอย่างนี้การปัดกูดำไรซองมันแมนเจียดำไรเลยนะการเรียนให้ขยมทาดำไรเผาเมาส์ก็มีสิ่งใดสับเผานั่งมาในถาบานพอลปีการสเตียบดำไรนั่นก็ได้บานพอลปีการสเตียบกูดำไรนั่งมาสิ่งใดสับแต่ตั้งปันป้ายมันแม่นเจ็ดซอกเนื้อขนมเป็นนับเปลี่ยนเตะมันแม่นเจ็ดซอกเนื้อขนมพลาประเดี๋ยวปฏิบัติเตะก็จะใส่ได้ซอกปิจ้าแล้วนะไอ้ดมทรายใส่ได้ตุกมันแต่ยังไงแต่ชิ้นที่นั่นนะดังนั้นทำทำไรเตียน